រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅអភិវឌ្ឍជាតិសម្រាប់ទសវត្សរ៍ខាងមុខដែលមានបំណងបង្កើនផលិតផលក្នុងស្រុកសរុបឬ GDP សម្រាប់ពលរដ្ឋម្នាក់ឲ្យបានប្រមាណ$8,500នៅឆ្នាំ2030គោលដៅត្រូវបានកំណត់នៅក្រោមសេចក្តីសម្រេចលេខ306ចេញដោយរដ្ឋាភិបាលនាពេលថ្មីៗស្តីពីការកែសម្រួលផែនការមេថ្នាក់ជាតិសម្រាប់រយៈពេល10ឆ្នាំពីឆ្នាំ2021ដល់ឆ្នាំ2030ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ2050យោងតាមផែនការវិស័យសេវាកម្មត្រូវបានរំពឹងថានឹងមានលើសពី 50% នៃផលិតផលក្នុងស្រុកសរុបឧស្សាហកម្មនិងសំណង់ជាង 40% ខណៈកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រោម 10% កំណើនផលិតភាពការងារប្រចាំឆ្នាំជាមធ្យមត្រូវបានកំណត់គោលដៅប្រហែល 7% សម្រាប់ឆ្នាំ2021-2030កើនឡើងដល់ជាង 8.5% នៃចន្លោះឆ្នាំ2026និងឆ្នាំ2030កត្តាផលិតភាពសរុបឬ TFP ត្រូវបានព្យាករណ៍ថានឹងរួមចំណែកច្រើនជាង 55% ដល់កំណើនសរុបសេចក្តីសម្រេចនេះអំពីវិនិយោគឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធ Digital និងទិន្នន័យដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរ Digital ជាតិកសាងរដ្ឋាភិបាល Digital សេដ្ឋកិច្ច Digital និងសង្គម Digital ដោយសេដ្ឋកិច្ច Digital រំពឹងថានឹងមានប្រហែល 30% នៃផលិតផលក្នុងស្រុកសរុបមជ្ឈមណ្ឌលកំណើនជាតិសេចក្តីសម្រេចនេះកំណត់នៅក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍវិសាលភាពសេដ្ឋកិច្ចសង្គមរួមទាំងការធ្វើផែនការតំបន់ការតភ្ជាប់អន្តរតំបន់និងការបង្កើតបង្គោលកំណើនជាតិនិងច្រករបៀងសេដ្ឋកិច្ចតំបន់លូតលាស់ភាគខាងជើងនឹងផ្ដោតលើរដ្ឋធានីហាណូយដែលនឹងដើរតួនាទីជាបង្គោលកំណើនតំបន់កំណើនភាគខាងជើងនឹងនាំមកគេនៅធនធានមនុស្សដែលមានគុណភាពខ្ពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការច្នៃប្រឌិតនិងសេដ្ឋកិច្ច Digital ព្រមទាំងដំណើរការជាមជ្ឈមណ្ឌលជាតិសម្រាប់សេដ្ឋកិច្ចវប្បធម៌ការអប់រំការថែទាំសុខភាពនិងការច្នៃប្រឌិតតំបន់លូតលាស់ភាគខាងត្បូងនឹងផ្ដោតលើទីក្រុងសេដ្ឋកិច្ចព្រៃនគរហូជីមិញដែលនឹងដើរតួនាទីជាបង្គោលកំណើនតំបន់កំណើនភាគខាងត្បូងនឹងដឹកនាំប្រទេសជាតិក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មសេវាកម្មការថែទាំសុខភាពការអប់រំនិងបច្ចេកវិទ្យារដ្ឋាភិបាលក្រុងនឹងបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់ជំរុញការផ្លាស់ប្ដូរ Digital និងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងព្រៃនគរដើម្បីដាក់បញ្ចូលប្រទេសវៀតណាមក្នុងបណ្ដាញហិរញ្ញវត្ថុសកលតំបន់លូតលាស់កណ្ដាលនឹងផ្ដោតលើទីតាំងដានាងដែលផ្ដោតលើការអភិវឌ្ឍមជ្ឈមណ្ឌលទីក្រុងឆ្នេរសមុទ្រមជ្ឈមណ្ឌលទេសចរសមុទ្រឧស្សាហកម្មគីមីឥន្ធនៈនិងថាមពលការផលិតរថយន្តនិងឧស្សាហកម្មគាំទ្រនិងការពង្រីកកំពង់ផែសមុទ្រអាកាសយានដ្ឋាននិងសេវាកម្មដឹកជញ្ជូនតំបន់នេះមានគោលបំណងក្លាយជាមជ្ឈមណ្ឌលសម្រាប់សេវាកម្មទេសចរភស្តុភារនិងកសិឧស្សាហកម្មនិងជាមជ្ឈមណ្ឌលជាតិសម្រាប់វិទ្យាសាស្ត្រកសិកម្មបច្ចេកវិទ្យានិងនវានុវត្តន៍កោះត្រល់នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលទេសចរធម្មជាតិនិងសេវាកម្មអន្តរជាតិដែលភ្ជាប់វៀតណាមជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់និងពិភពលោកតំបន់រីកចម្រើនភាគខាងជើងទៅភាគកណ្ដាលនឹងក្លាយទៅជាមជ្ឈមណ្ឌលជាតិសម្រាប់ការចម្រាញ់គីមីឥន្ធនៈលោហៈធាតុវិស្វកម្មមេកានិកនិងការផលិតរថយន្តខណៈពេលដែលជំរុញឧស្សាហកម្មកំពុងរីកចម្រើនដូចជាអេឡិចត្រូនិកគ្រឿងអេឡិចត្រូនិកបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យា Digital ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់